ការផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរនៅកម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃកាន់តែខ្លាំងក្លាទៅដោយក្នុងនោះវិធីសាស្ត្រផ្សព្វផ្សាយដោយផ្ដល់រង្វាន់ធំៗកាន់តែច្រើនឡើងការផ្សព្វផ្សាយបែបនេះកំពុងធ្វើឲ្យសាធារណជនព្រួយបារម្ភពីសះឥទ្ធិពលរបស់វាមកលើយុវជនមិនទាន់ពេញវ័យចាប់ពីតាមដងផ្លូវរហូតមកដល់តាមបណ្ដាញសង្គមស្លាកយីហោស្រាបៀរជាច្រើននាំគ្នាផ្សព្វផ្សាយពីការឈ្នះរង្វាន់ការផ្សងសំណាងដើម្បីឈ្នះរង្វាន់ជាច្រើនដែលមានគោលដៅក្នុងការតាក់ទាញអតិថិជននិងការលក់ឲ្យកាន់តែច្រើនឡើងទោះបីជាយ៉ាងណាក៏ដោយគេបារម្ភថាវិធីសាស្ត្រនេះអាចនឹងជំរុញឲ្យយុវជនឲ្យផឹកស្រាបៀរទាំងដែលពួកគេមិនទាន់ដឹងច្បាស់ពីផលវិបាកស្រាបៀរផងនោះសម្រាប់ខ្ញុំខាងរដ្ឋគួរតែមានវិធីការគួរតែកុំឲ្យមានការផ្សព្វផ្សាយនឹងមានរង្វាន់មានអីហ្នឹងគួរតែឈប់ទៅអញ្ចឹងហើយគួរតែបដូរពីការផ្សព្វផ្សាយមកជាផលប៉ះពាល់វិញល្អជាងអ្នកជំនាញនិយាយថាការភ្ជាប់គ្រឿងស្រវឹងទៅនឹងឱកាសនៃការឈ្នះរង្វាន់ធ្វើឲ្យបំភាន់ការយល់ឃើញរបស់សាធារណជនជាពិសេសក្នុងចំណោមអ្នកដែលមានវ័យក្មេងអ្នកតស៊ូមតិផ្នែកសុខាភិបាលអះអាងថាការផ្សព្វផ្សាយពាណិជ្ជកម្មទាំងនេះជំរុញការប្រើប្រាស់កាន់តែច្រើនឡើងតាមរយៈការលើកទឹកចិត្តដោយផ្អែកលើរង្វាន់ប្រជាពលរដ្ឋកម្ពុជាយើងរហូតដល់ជាង 90% ដែលស្នើសុំឲ្យរាជរដ្ឋាភិបាលនឹងមានវិធានការបន្ថែមទៅលើការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងហើយក្នុងដំណាក់កាលដែលយើងមិនទាន់អាចហាមឃាត់ទាំងស្រុងនៅការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទេគួរមានការហាមឃាត់ឬក៏កំហិតការផ្សាយពាណិជ្ជកម្មតាមទម្រង់មួយចំនួនជាពិសេសគឺការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដែលផ្សារភ្ជាប់ជាមួយនឹងការត្រូវរង្វាន់ហើយនឹងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដោយយកតារាឬក៏ idol របស់កុមារនិងយុវជនមកផ្សាយពាណិជ្ជកម្មនេះអ្នកជំនាញបារម្ភថាការផឹកគ្រឿងស្រវឹងក្នុងវ័យក្មេងពេកអាចប៉ះពាល់ទៅដល់ការសិក្សានិងការអភិវឌ្ឍខ្លួនរយៈពេលវែងអ្នកផ្សេងទៀតអះអាងថាវាអាចប៉ះពាល់ដល់កម្លាំងពលកម្មការងាររបស់កម្ពុជានាពេលអនាគតការដែលផ្សព្វផ្សាយបែបហ្នឹងគឺកុមារគឺគាត់ប៉ះពាល់ខ្លាំងហើយកាលណាបែបហ្នឹងហើយកាលណាគាត់ចាប់យកគ្រឿងស្រវឹងហើយការរៀនសូត្ររបស់គាត់គឺថយចុះហើយការចងចាំរបស់គាត់មានកម្រិតថយចុះដូចគ្នាហើយបូករួមជាមួយនឹងអារម្មណ៍និងសតិបញ្ញារបស់គាត់គឺគាត់អត់នឹងនៅមូលនៅក្នុងការសិក្សាទេអញ្ចឹងហើយពេលដែលកុមារថយចុះហើយយុវជនរបស់យើងក៏មានបញ្ហាដូចគ្នាដែរប្រទេសថៃរកចំណូលបានជាង$2000 លានពីពន្ធលើគ្រឿងស្រវឹងប៉ុន្តែផលប៉ះពាល់របស់វាលើសង្គមគឺមានលើសពីចំណូលពន្ធទៅទៀតអ្នកជំនាញផ្នែកសុខភាពនិយាយថាកម្ពុជាគួរពិចារណាមើលគំរូពីប្រទេសថៃមុននឹងពង្រីកទីផ្សារគ្រឿងស្រវឹងបន្ថែមទៀតអាចថាចំណូលពន្ធពីគ្រឿងស្រវឹងវាមានបរិមាណច្រើនប៉ុន្តែការខាតបង់សង្គមដោយសារគ្រឿងស្រវឹងនោះវារឹតតែមានទំហំធំជាងចំណូលពន្ធដែលទទួលបានទៀតបើយោងទៅតាមការស្រាវជ្រាវរបស់ប្រទេសថៃដោយកម្ពុជាមិនទាន់មានច្បាប់គ្រប់គ្រងអាយុនៃការទទួលទានគ្រឿងស្រវឹងហើយការផ្សព្វផ្សាយនិងការធ្វើពាណិជ្ជកម្មក៏កើនឡើងកាន់តែលើសលប់ពលរដ្ឋនិងអ្នកជំនាញជាច្រើនកំពុងជំរុញឲ្យមានបទបញ្ញត្តិកាន់តែរឹងមាំមុនពេលដែលមនុស្សជំនាន់ក្រោយរងនៅផលប៉ះពាល់